សង្គ្រាមវៀតណាមតើថៃនឹងដើរតាមប្រវត្តិសាស្ត្រចេញដល់អាមេរិកដោយសហរដ្ឋអាមេរិកដែរឬទេឆ្នាំ1955ទៅឆ្នាំ1975គឺជាមេរៀនប្រវត្តិសាស្ត្រដ៏ធំបំផុតមួយដែលបង្ហាញថាមហាអំណាចលេខ1ដែលមានអាវុធទំនើបបំផុតនិងលុយកាក់ច្រើនបំផុតមិនប្រកាសថាអាចឈ្នះសង្គ្រាមលើប្រទេសតូចតាចនោះឡើយខាងក្រោមនេះគឺជាមូលហេតុសំខាន់ដែលនាំឲ្យសហរដ្ឋអាមេរិកចេញសង្គ្រាមនៅវៀតណាមយុទ្ធសាស្ត្រទ័ពព្រៃនិងភូមិសាស្ត្រ Guerrilla Warfare កងទ័ពវៀតណាមខាងជើងនិងវៀតកុងមិនបានវាយទទួលទល់មុខជាមួយអាមេរិកក្នុងសមរភូមិធំៗឡើយពួកគេប្រើយុទ្ធសាស្ត្រវាយហើយដកឆ្មោកវាយប្រហាររួចរត់ចូលព្រៃក្រាស់ឬដីក្នុងរូងក្រោមដីដូចជារូងក្នុងគោជីបនដែនផ្លូវលំហូរជីមិញអាមេរិកទម្លាក់គ្រាប់បែករាប់លានតោនដើម្បីកាប់ដាច់ផ្លូវនេះប៉ុន្តែមិនជោគជ័យព្រោះវៀតណាមប្រើកម្លាំងមនុស្សនិងកងដើម្បីដឹកជញ្ជូនស្បៀងនិងអាវុធតាមច្រកព្រៃភ្នំរួមទាំងកាត់តាមឡាវនៅកម្ពុជាសង្គ្រាមចិត្តសាស្ត្រនិងការគ្រប់គ្រងពីប្រជាជនអាមេរិកច្បាំងក្នុងនាមជាអ្នកមកជួយប៉ុន្តែការប្រើអាវុធធុនធ្ងន់ការបាញ់សម្លាប់ដោយច្រឡំនិងការប្រើសារធាតុគីមីដែលចង្អុលរែងបានធ្វើឲ្យប្រជាជនវៀតណាមកាន់តែស្អប់អាមេរិកផ្ទុយទៅវិញកងទ័ពវៀតណាមខាងជើងមានមនោគមវិជ្ជាជាតិនិយមខ្ពស់បំផុតពួកគេសុខចិត្តស្លាប់ដើម្បីរំដោះជាតិដែលជាកម្លាំងចិត្តខ្លាំងជាងទាហានអាមេរិកដែលមកច្បាំងទាំងបង្ខំចិត្ត3សម្ពាធពីក្នុងប្រទេសអាមេរិកដែល anti-war នេះគឺជាចំណុចខ្សោយបំផុតរបស់មហាអំណាចប្រជាធិបតេយ្យឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយវីដេអូនៃភាពសាហាវយង់ឃ្នងនៃសង្គ្រាមបានចាប់ផ្សាយដល់ផ្ទះប្រជាជនអាមេរិកធ្វើឲ្យមានការតវ៉ាប្រឆាំងសង្គ្រាមទូទាំងប្រទេសការចំណាយខ្ពស់សង្គ្រាមអូសបន្លាយយូរពេកធ្វើឲ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះនិងបាត់បង់ជីវិតទាហានរាប់ម៉ឺននាក់រហូតដល់រដ្ឋាភិបាលអាមេរិកមិនអាចទ្រាំទ្រនឹងសម្ពាធនយោបាយក្នុងស្រុកបាន4ការគ្រប់គ្រងពីមហាអំណាចកុម្មុយនីសចិននិងសូវៀតទោះបីអាមេរិកខ្លាំងប៉ុន្តែវៀតណាមខាងជើងមានខ្នងបង្អែករងបងសូវៀតនិងចិនបានផ្ដល់អាវុធបច្ចេកវិទ្យាការពារអាកាសនិងប្រឹក្សាយោធាយ៉ាងសន្ធឹកសន្ធាប់នេះធ្វើឲ្យអាមេរិកមិនអាចកំទេចវៀតណាមខាងជើងបានងាយៗឡើយព្រោះខ្លាចទោសសង្គ្រាមលោកជាមួយមហាអំណាចទាំងពីរនេះលទ្ធផលចុងក្រោយ1975បន្ទាប់ពីអាមេរិកសម្រេចចិត្តដកទ័ពចេញនៅឆ្នាំ1973ពួកចេញសម្ពាធនយោបាយនិងសេដ្ឋកិច្ចកងទ័ពវៀតណាមខាងជើងបានវាយលុកចូលទីក្រុងសាយប៊ននៅថ្ងៃទី30ខែមេសាឆ្នាំ1975រូបភាពដែលពិភពលោកមិនភ្លេចគឺទំភាគចក្រអាមេរិកហោះជំរាបមនុស្សចេញពីដំបូលស្ថានទូតដែលជាសញ្ញានៃបរាជ័យយ៉ាងអាម៉ាស់របស់មហាអំណាចលេខ1ការផ្សារភ្ជាប់មកស្ថានភាពបច្ចុប្បន្នដោយដែលបានលើកឡើងប្រសិនបើថៃកំពុងដើរតាមគន្លងអាមេរិកប្រើអាវុធទំនើបវាយប្រហារលើទឹកដីដែលមានប្រវត្តិសាស្ត្រនិងជាតិនិយមខ្ពស់ដូចកម្ពុជាខណៈដែលកម្ពុជាមានការគ្រប់គ្រងពីមហាអំណាចទី2ដោយវៀតណាមមានចិនសូវៀតនោះថៃនឹងត្រូវដើរចូលអន្ទាក់ប្រវត្តិសាស្ត្រដដែលគឺចាញ់សង្គ្រាមទាំងបាត់បង់សេដ្ឋកិច្ចនិងកេរ្តិ៍ឈ្មោះកម្ពុជាថៃឆ្នាំ2025យើងឃើញមានចំណុចស្របគ្នាដ៏គួរឲ្យចាប់អារម្មណ៍អាវុធទំនើបមិនអាចឈ្នះទឹកចិត្តនិងយុទ្ធសាស្ត្រដឹកវាយថ្នាំប៉ារ៉ាឡិលកាលពីសម័យសង្គ្រាមវៀតណាមអាមេរិកមានសព្វវុធទំនើបបំផុតដូចជា F-12 B-52 ប៉ុន្តែត្រូវបរាជ័យក្រោមយុទ្ធសាស្ត្រទ័ពព្រៃនិងការតាំងចិត្តស្លាប់រស់របស់វៀតណាមមេរៀនសម្រាប់ថៃអាចមាន F-16 ទំនើបប៉ុន្តែបើកម្ពុជាមានការបដិញ្ញាចិត្តខ្ពស់ក្នុងការការពារទឹកដីនិងទទួលបានខែលការពារពីមហាអំណាចទី2ដូចដែលវៀតណាមធ្លាប់ទទួលបានពីសូវៀតនិងចិនកាលពីមុននោះអាវុធទំនើបរបស់ថៃនឹងមិនអាចសម្រេចគោលដៅបានឡើយការបាត់បង់ការគ្រប់គ្រងពីអន្តរជាតិ International Isolation អាមេរិកចាញ់សង្គ្រាមវៀតណាមក៏ដោយសារតែការរិះគន់ពីសំណាក់ប្រជាជនខ្លួនឯងនិងសហគមន៍អន្តរជាតិស្ថានភាពថៃឆ្នាំ2025នៅពេលថៃវាយប្រហារសៀមរាបដែលជាបេតិកភណ្ឌពិភពលោកថៃកំពុងធ្វើឲ្យខ្លួនឯងក្លាយជាជនជាប់ចោទនៅលើឆាកអន្តរជាតិការដែលលោកត្រាំចេញមុខមកនិយាយថាបានដោះស្រាយរួចហើយប៉ុន្តែថៃនៅតែបន្តវាយប្រហារធ្វើឲ្យថៃបាត់បង់ភាពស្របច្បាប់និងការគ្រប់គ្រងពីមហាអំណាចទី1ទាំងស្រុងតួនាទីរបស់មហាអំណាចទី2ជាអ្នកបដូរវាសនាក្នុងសង្គ្រាមវៀតណាមបើគ្មានការជួយជ្រោមជ្រែងផ្នែកសព្វវុធពីមហាអំណាចកុម្មុយនីសទេវៀតណាមក៏ពិបាកនឹងទប់ទល់អាមេរិកដែរកម្ពុជា2025បច្ចុប្បន្នកម្ពុជាមិនមែននៅម្នាក់ឯងទេការដែលមហាអំណាចទី2ចេញមុខមកព្រមានថៃចំនឹងត្រៀមអន្តរាគមន៍លើផ្ទៃអាកាសគឺជាកម្លាំងបដិសេធដែលណតហ្វដែលនឹងធ្វើឲ្យថៃមិនអាចទទួលបានជ័យជំនះផ្នែកយោធាឡើយមោទនភាពជាតិការដែលប្រជាជនជឿជាក់លើសម្តិចទាំងពីរគឺជាសញ្ញាបង្ហាញថាកម្ពុជាលែងជាប្រទេសដែលគេងាយនឹងមកធ្វើបាបបានដូចមុនទៀតហើយយើងមានទាំងខ្នងបង្អែកមហាអំណាចនិងកម្លាំងសាមគ្គីផ្ទៃក្នុងដែលជាគ្រឹះនៃជ័យជំនះ
រួមទាំងប្រជាពលរដ្ឋកម្ពុជានិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជឿជាក់លើការដឹកនាំរបស់សម្ដេចអធិបតីនិងសម្ដេចតេជោគីហិបណ្ឌិតដោយឆ្លាតវៃក្នុងការដឹកនាំប្រទេសជាតិនិងរួមរួមជាតិឲ្យមានសុខសន្តិភាព។